ពេលពួកអាយុនវាកងយើងមិញហ្នឹងវាឈ្នះវាដីអាមេរិកចេញហ្នឹង76នេះគឺលោកបានទៅសេរាជសារទៅឲ្យហ្វាំបណ្ដុងសេទៅលើកទី1ហ្វាំបណ្ដុងហ្នឹងបានមើលឲ្យទៅសេមកវិញអត់មានឆ្លើយអារឿងដែលលោកនិយាយពីរឿងទឹកដីឲ្យអីហ្នឹងផ្គល់ឲ្យខ្មែរវិញទេអត់ទេវាសូមអរគុណដែលបានផ្ដល់ទឹកដីឲ្យឆាំងសត្រូវអីហើយយើងបានសាមគ្គីជាតិស្មាប្រឆាំងសត្រូវរួមហោហែអញ្ចឹងប៉ុន្តែអ្វីដែលលោកសួរចង់ដឹងអំពីអីដែលសន្យាហូជីមិញជាមួយខ្មែរនេះជាមួយលោកផ្ទាល់មានទាំងជួយឡាយអីហ្នឹងគឺវាធ្វើអត់ដឹងឮវានិយាយផ្សេងគេនេះវានិយាយគ្រាន់តែអរគុណហើយវាទៅដឹងគុណយើងហើយទៅសើការតស៊ូប៉ុណ្ណឹងមកដល់លោកសរសេរសម្បត្តិវិទ្យាសាស្ត្រទៅមួយទៀតក្រោយនេះគឺផាបណ្ដងវាអត់មើលវាអត់នេះបើកមើលហើយបិទផ្ញើមកទាំងស្រុងអាហ្នឹងគឺតាមបរិយាបន្ទូលលោកបាននិយាយច្បាស់លាស់មួយពេលដែលខ្ញុំចូលទៅគាត់បងអញ្ចឹងយើងឃើញហើយនៅឆ្នាំ76នោះយួនគេរួបរวมទឹកដីខាងយួនជើងបងទៅជាមួយគ្នាហើយដាក់ទីបដូរពីទីក្រុងសៃហ្គនមកជាទីក្រុងហូជីមីញឈ្មោះហូជីមីញហើយហូជីមីញវាងាប់នៅឆ្នាំ1969ណាហ្នឹងដែលខ្ញុំចង់បញ្ជាក់ថាល្បិចកិច្ចកោះរបស់ហូជីមីញវាយកទឹកដីរបស់យើងរហូតដល់អានេះសាក្រោយបន្តិចដល់ខ្ញុំសុំថយក្រោយបន្តិចដល់ថយក្រោយបន្តិចសុំថយក្រោយបន្តិចដល់ឆ្នាំនៅក្នុងឆ្នាំ1951យួនបានបែងចែកហូជីមីញបែងចែកឲ្យមានបក3នៅក្នុងឥណ្ឌូចិនធ្វើសកម្មភាពដើម្បីតំណាងឲ្យប្រទេសរៀងខ្លួនក្នុងនោះប្រទេសកម្ពុជាឲ្យមានចលនាបកប្រជាជនបដិវត្តខ្មែរលាវបកប្រជាជនបដិវត្តលាវហើយយួនបកពលករវៀតណាមប៉ុន្តែស្ថិតនៅក្រោមការត្រួតត្រាគ្រប់គ្រងរបស់ហូជីមីញក្រោមការដឹកនាំហូជីមីញផ្ទាល់ឃើញទេហ្នឹងហើយដែលធ្វើសកម្មភាពទាំង3បកហ្នឹងរៀងខ្លួនអញ្ចឹងបានគណៈបកយើងនិយាយទៅឡៃតបកប្រជាជនបដិវត្តខ្មែរមកពេលនោះមិនមែនខ្មែរអ្នកដឹកនាំទេឃើញទេប៉ុន្តែយកឋានៈហ្នឹងដាក់ឈ្មោះថាបកប្រជាជនបដិវត្តខ្មែរតែអ្នកដឹកនាំសុទ្ធតែយួនហើយយួននេះគឺអ្នកដឹកនាំដូចសឺងុកមីងសឺងុកមីងបដូរឈ្មោះពីយួនមកសឺងុកមីងថាដោយសារពេលនោះពេលមុននោះគេល្បីសឺងុកថាញ់ជាអ្នកស្មោះត្រង់ស្នេហាជាតិមានជាប្រេភាពថាសឺងុកមីងនេះប្អូនសឺងុកថាញ់តែតាមពិតគាត់នេះវាឈ្មោះងៀងមិនមានណាងៀងមិនមានហ្នឹងវាបួសធ្វើអាចារ្យចេះដឹងភាសាបាលីកម្ពីត្រៃបិដកច្បាស់លាស់ណាប្រុសរៀនបាលីនៅវត្តអណាឡោមរួចទៅធ្វើអាចារ្យនៅកំពង់ឆ្នាំងពេលចលនានេះខ្លាំងងៀងមិនមានហ្នឹងវាហៅអាចារ្យអនមានដូរពី3ដងវិញបានត្រឡប់មកវិញទៅបួសលោកយួនធ្វើឲ្យសង្គ្រាចនៅវត្តតឹងហ្វឺកនៅក្បែរស្តាតអូឡ িম্প ិកហើយវត្តនឹងជាទីស្នាក់ការកណ្ដាលសម្រាប់តំណែងបកគុំនេះដូចចិនទៀតឃើញទេដល់ពេលគេរៀបចំបង្កើតបកហ្នឹងក៏សឹកទៅហើយคล้ายទៅជាមេដឹកនាំជាស្ថាបនិកនៃបកប្រជាជនបដិវត្តខ្មែរអាហ្នឹងសឺងុកមីងអាហ្នឹងឲ្យយើងច្បាស់អញ្ចឹងបានតែយើងរកស្ថាបនិកនៃគណៈបកប្រជាជនរងថ្ងៃនេះព្រោះឥឡូវខ្ញុំចង់បញ្ជាក់នេះថាតាំងពីបកប្រជាជនបដិវត្តខ្មែរគេបដូរមកសម័យខ្មែរក្រហម76បដូរជាបកប្រជាជនបដិវត្តកម្ពុជាគេទេហើយដល់79ក៏នៅរក្សាបកប្រជាជនបដិវត្តកម្ពុជាដែរដល់បោះឆ្នោត1993គេបដូរមកគណៈបកប្រជាជនកម្ពុជាខ្ញុំចង់បញ្ជាក់កន្លែងនេះបន្តិចថាសកម្មភាពដែលគេធ្វើហ្នឹងគឺពេលដែលគ្រប់គ្រងដឹកនាំចលនារហូតដល់ឆ្នាំ1975ដែលពេលហៅថារំដោះស្រុកខ្មែរ17មេសា1975គឺគេថាខាងខ្មែរក្រហមអាចជោគជ័យហ្នឹងដល់ពេលជោគជ័យហ្នឹង76គេបដូរដោយសារក្រុមខ្មែរក្រហមនេះមិនចង់យកថ្ងៃកំណើតរបស់យួនបង្កើត1951ទេគាត់ថាដោយសារចង់បង្កើតជាបកដោយឡែកបកកុម្មុយនីសរបស់កម្ពុជាបង្កើតខ្លួនឯងក៏បង្កើនយកកំណើតរបស់បកគេ1960ហ្នឹងក្រុមប៉ុលពតក៏ធ្វើអញ្ចឹងអញ្ចឹងគេ76ក៏បដូរពីបកប្រជាជនបដិវត្តខ្មែរហ្នឹងមកជាបកប្រជាជនបដិវត្តកម្ពុជាគេដល់ពេលគេហៅថាថ្ងៃរំដោះ7មករានេះក៏ពួកនឹងនៅយកថ្ងៃឈ្មោះបកដដែលបកប្រជាជនបដិវត្តកម្ពុជាដដែល
គេទេហើយដល់មកឆ្នាំ1993ចូលរួមបោះឆ្នោតបានគេដាក់ទៅជាបកប្រជាជនគណៈបកប្រជាជនកម្ពុជាអញ្ចឹងមានន័យថាម៉េចមានន័យថាយួនជាអ្នកបង្កើតនៅឆ្នាំ1951បកប្រជាជនបដិវត្តខ្មែរពេលដែលខ្មែរក្រហមដឹកនាំសម្រាប់ប្រជាជនជាបរដ្ឋខ្មែរជិត2លាននាក់គឺក៏គណៈបកដែលយួនបង្កើតនេះឯងគេប្រកាសតែបដូរមកជាបកប្រជាជនបដិវត្តកម្ពុជាស្លាប់ជិត2លាននាក់ដល់ពេលអំណាចមកជួយសង្គ្រោះវិញ79ក៏នៅតែបកប្រជាជនបដិវត្តកម្ពុជាដដែលហើយអ្នកណាមកជួយសង្គ្រោះពេលមុនយួនអ្នកបង្កើតឥឡូវដែលស្លាប់ហើយអ្នកមកជួយគឺយួនដដែលគេនេះអានឹងគឺអាណាស្លាប់ក៏អាហ្នឹងអាបង្កើតក៏អាហ្នឹងអាអ្នកជួយក៏អាហ្នឹងតែមួយតែអត់មាននេះផ្លែហើយគ្រាន់តែគេដូរប៉ុណ្ណឹងចុងក្រោយគេមកដូរគណៈបកប្រជាជនកម្ពុជាតែប៉ុណ្ណឹងអញ្ចឹងបើខ្ញុំតែនិយាយថាអ្នកនយោបាយស្រុកខ្មែរសុំឲ្យនិយាយការពិតគុំបិទបាំងហើយយើងនិយាយនេះគឺជានិយាយការពិតបើមិនពិតយើងអាចតបគេទេតើគណៈបកប្រជាជនបដិវត្តគណៈបកប្រជាជនរងថ្ងៃនេះចេញមកពីណាចេញមកពីខ្មែរខ្លួនឯងណាបង្កើតឬក៏រយួនឥឡូវបើខ្មែរណាជាស្ថាបនិកប្រាប់មកឈ្មោះណាខ្លះដាក់រូបថតមកឲ្យគេដឹងឲ្យលឺផងណាពីព្រោះថាបកមួយដែលមានគុណបំណាច់ជាមួយប្រជាពលរដ្ឋរំដោះអីណាឥឡូវដាក់មកណាស្ថាបនិកដើម្បីយើងដឹងអញ្ចឹងតែតាមប្រវត្តិគេទៅសេអញ្ចឹងប្រាប់ថាយួនណាបង្កើតហើយគាត់ហ៊ាននិយាយហ៊ានប្រាប់ប្រជាពលរដ្ឋឲ្យត្រង់អញ្ចឹងបើថាបើមិនហ៊ានប្រាប់ប្រជាពលរដ្ឋខ្មែរឲ្យត្រង់ទេគាត់នៅតែមានគំនិតមួយក្បត់នឹងប្រជាពលរដ្ឋខ្មែរណាមិនហ៊ាននិយាយការពិតប្រាប់ប្រជាពលរដ្ឋខ្មែរអញ្ចឹងខ្ញុំចង់បញ្ជាក់ដល់កន្លែងហ្នឹងថាយើងអ្នកនយោបាយចង់ជួយស្រោចស្រង់ប្រទេសជាតិស្លាញ់ប្រទេសជាតិពិតប្រាកដហ៊ាននិយាយការពិតដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគេដឹងថាពីណាទៅណាការវិនិច្ឆ័យហិនហោចនៃប្រទេសជាតិហ្នឹងដោយសារអីខ្លះទៅហ៊ានលាតត្រដាងការពិតគេទេអញ្ចឹងមកខ្ញុំចង់តែនិយាយថាអាអ្នកបង្កើតក៏យួនហ្នឹងអ្នកស្លាប់ក៏បកមួយហ្នឹងដល់អាពេលសង្គ្រោះក៏មួយហ្នឹងដែរមានអីប្លែកឥឡូវនេះអញ្ចឹងឲ្យយើងទៅដឹងគុណម៉េចបើអាបកមួយហ្នឹងវាទៅស្លាប់ម៉ែអូយើងឲ្យយើងដឹងគុណណាស្លាប់ហ្នឹងវាអត់ត្រូវដឹងគុណហ្នឹងទី1ពីរខ្ញុំចង់បញ្ជាក់អញ្ចេះទៀតក្នុងពេលដែលប្រជាពលរដ្ឋខ្មែរស្លាប់រាប់លាននាក់សួរថាយួនដឹងទេយួនដឹងច្បាស់ណាស់ពីព្រោះស្ថានទូតយួននៅក្នុងទីក្រុងភ្នំពេញដល់ខែធ្នូ1977ពេលមានបញ្ហាព្រំដែនខ្លះហ្នឹងបានពួកខ្មែរក្រហមប៉ុលពតដេញយួនដេញស្ថានទូតយួនចេញពីភ្នំពេញពេលដែលខ្លួនឯងធ្វើការងារជាទូតនៅក្នុងទីក្រុងភ្នំពេញមានដឹងថាភ្នំពេញជាព្រៃខ្មោចទេមានផ្សារសម្រាប់ឯងលក់ទំនិញទិញដូរទេមានទេសចរដើរលេងទេដឹងទេវាដឹងប៉ុន្តែហេតុម៉េចក៏យួនមិនស្រែកនៅពេលហ្នឹងបើយួនចិត្តល្អហេតុម៉េចក៏យួនពេលហ្នឹងមិនស្រែកថានៅស្រុកខ្មែរហ្នឹងកាប់សម្លាប់ប្រជាពលរដ្ឋហើយមិនក៏មិនស្រែកដល់ណានិយាយនៅអង្គការអន្តរជាតិយួនហ្នឹងនៅអះអាងការពារថានៅស្រុកខ្មែរអត់មានរំលោភសិទ្ធិមនុស្សទេប្រជាពលរដ្ឋខ្មែររត់ទៅកម្ពុជាក្រោមហ្នឹងទៅយួនហ្នឹងទៅនិយាយប្រាប់ថាប៉ុលពតស្លាប់យួនអត់ជឿទេចាប់បញ្ជូនមកវិញថាណែឯងនិយាយបំភ្លឺនៅកម្ពុជាអត់ចឹងទេហើយរឿងអីទូតយួននៅនឹងវាអត់ដឹងអាហ្នឹងយើងធ្វើញ៉ាសួរមួយច្បាស់បើសិនជាយួនពិតប្រកបចង់ជួយខ្មែរស្រឡាញ់ខ្មែរមែនទែនពេលដែលឃើញខ្មែរក្រហមស្លាប់កាប់ស្លាប់ចឹងយួនទៅតែស្រែកហើយប្រាប់អន្តរជាតិដើម្បីឲ្យគេជួយណាប៉ុន្តែផ្ទុយទៅវិញគឺការពារថែមទៀតផងដល់តែពេលបែកបាក់គ្នាមិនត្រូវរោគ្នាពេលប៉ុលពតដេញចេញបានខ្លួនឯងនាំទៅបែកជាស្រែកទៅធ្វើណាមកជួយវិញឃើញទេអញ្ចឹងឥឡូវយើងឃើញថានៅក្នុងខែធ្នូ1977បានពួកទូតយួនដកចេញពីស្រុកខ្មែរដោយសារពួកប៉ុលពតដេញអញ្ចឹងដឹងច្បាស់ណាស់ការកាប់សម្លាប់នៅក្នុងប្រជាពលរដ្ឋខ្មែរទី1ទី2យើងមើលយួនម៉ោងណាពេលណាសឹងនិយាយថាបានថាវិនាទីណាក៏ចិញ្ចឹមចិត្តយកទឹកដីខ្មែរដែររឿងអីយួនសុកចិត្តស្លាប់រាប់សែននាក់យកកូនយកប្តីស្រីយកអីទាំងអស់ទៅស្លាប់ឲ្យខ្មែររស់យើងធ្វើការគិតប៉ុណ្្នឹងបានយើងជាឲ្យចេះគិតតែប៉ុណ្្នឹងបានអញ្ចឹងមកខ្ញុំចង់ជម្រាបកន្លែងហ្នឹងឲ្យបងប្អូនជនរួមជាតិខ្មែរណាដែលកំពុងជឿរឿងគណៈបព្វជិជនអីទាំងអស់អីខ្ញុំមិនគិតទេក៏គិតថាឲ្យគិតជាប្រយោជន៍ខ្មែរគិតរកចំណុចណាដែលវិជ្ជមានអវិជ្ជមានទៅយកមកគិតទាំងអស់គ្នាសូម្បីតែឪពុក កូនម្ដាយកូនឲ្យទៅស្លាប់ជួសគ្នាទៅឃើញទេ
រឿងអីយួនអីទៅជឹមចិត្តយកដីយើងហើយយួនសឹងថាពេលណាក៏ត្រូវជាមួយយើងយកទឹកដីយើងធ្វើបាបយើងរហូតថ្ងៃនេះបែរជាសុកចិត្តស្លាប់រាប់សែនអ្នកខ្មែររស់វាអត់ស៊ីគ្នាសោះអាចំណុចហ្នឹងទី1ទី2ចូលមករួចហើយបើកើតទៅក5កអីទៅហោហែខ្មែរដាច់ជើងស្លាប់អីគ្រប់បែបសពយ៉ាងទាំងអស់ធនធានធម្មជាតិខ្មែរដឹកជញ្ជូនអស់ហ្នឹងបង្ហាញថាយល់ល្អហើយចង់ជួយខ្មែរវាអត់មានតបទេសោះណាចាំមកខ្ញុំថាមិនមែនរឿងយួនមិនដឹងស្ថានភាពការស្លាប់នៅនោះទេខ្ញុំនិយាយរឿងចំណុចមួយទៀតមុននឹងវាយចូលមកស្រុកខ្មែរយួននៅណាបង្កឲ្យមានបញ្ហាទំនាស់សាកល្បងកម្លាំងមុនគេតាមព្រំដែនគេចង់ដឹងមើលថាតើកម្លាំងយួនអាចវាយចូលកម្ពុជាបានអត់ពីព្រោះស្ថានភាពនៅស្រុកខ្មែរនេះបើទុកឲ្យយូរវាកាន់តែរាលដាលការរំលោភសិទ្ធិមនុស្សសហគមន៍អន្តរជាតិនឹងគេលូកដាច់ហើយពីព្រោះមានមនុស្សរត់ចេញបានខ្លះអីខ្លះចលនាផ្សេងហ្នឹងគឺស្រែកហូហែអាចទប់ស្ថានភាពហ្នឹងអត់បានសហគមន៍អន្តរជាតិគេលូកដៃចូលវាឃើញពុតបុតអាក្រក់របស់យួនហ្នឹងអញ្ចឹងយួនគេត្រូវរេអាហ្នឹងមុនឲ្យដើរមុនសភាពការគេអត់ដើរក្រោយយើងទេអញ្ចឹងពេលនោះនៅអចិន្ត្រៃយ៍របស់យួនបានប្រជុំភ្លាមណាគេដំបូងគេសាឡបងតាមជ័យដែរនេះដល់ពេលគេសាកម្លាំងទៅខ្មែរស្លាប់អស់ហើយហ្នឹងនៅប្រមាណ1000នាក់ទ័ពយកទៅវាយយួន80លានហ្នឹងអញ្ចឹងគេដឹងថាគេអាចវាយចូលស្រុកខ្មែរបានដល់គេអាចវាយចូលស្រុកខ្មែរបានគេធ្វើម៉េចគេប្រជុំនៅអចិន្ត្រៃយ៍បករបស់គេពេលនោះមានយ៉ងវៀងយ៉ាប់ដែលជាមេទ័ពធំរបស់យួនហ្នឹងជាសមាជិកអចិន្ត្រៃយ៍បកដែលធ្លាប់ឈ្នះសង្គ្រាមឌៀងបៀងហ្វូហ្នឹងបានប្រាប់នៅអចិន្ត្រៃយ៍បកពីព្រោះពេលនោះគឺមានខ្មែរយើងធ្វើការនឹងដែរហើយបានមករាយការណ៍ប្រាប់ពួកយើងណាដែលនៅតស៊ូខាងក្រោមហ្នឹងពេលនោះយ៉ងវៀងយ៉ាប់វាប្រាប់ថាកុំអោយវាយមកកម្ពុជាដល់រាបណាសម្ដេចស៊ីនោះនៅគឺពិបាកណាស់អាចមានបញ្ហាដល់ប្រទេសវៀតណាមគេនេះប៉ុន្តែដោយសារស្ថានភាពនឹងទុំជួហើយវៀតណាមអត់ស្ដាប់យ៉ងវៀងយ៉ាប់ទេបិឆោជើងអត់អោយដល់វិជាតបទេគឺយកមេតបផ្សេងមកបញ្ជាការតបវិញគឺយកយ៉ាងទីងយងហើយយ៉ាងទីងយងមកជាអគ្គមេបញ្ជាការយកមកបញ្ជាតបវាយចូលស្រុកខ្មែរហើយបញ្ជូនឲ្យលេដឹកថនឹងទទួលបន្ទុកជាបញ្ជាការនយោបាយគេណាយើងគេដឹងអស់យុទ្ធសាស្ត្ររបស់យើងទាំងអស់ចាប់ផ្ដើមរៀបនឹងហើយអស់ទៅគេចាប់ផ្ដើមវាយយ៉ាងទីងយងគេចាប់ផ្ដើមវាយពីខាងមាត់ជ្រូកនឹងមុនគេនេះវាយចូលគេចូលបានរហូតដល់ប្រហែលខែហ្នឹងខ្ញុំក៏នៅកាត់តិចពេលហ្នឹងដឹងថាកម្លាំងវាយបានយួនបានគិតមួយទៀតប្រជុំមួយទៀតថាបើសិនជាវាយចូលស្រុកខ្មែរដោយគ្មានរដ្ឋាភិបាលមួយរបស់ខ្មែរទេវាបង្ហាញច្បាស់ថាយួននឹងឃ្លានពានខ្មែរពិតប្រាកដណាអញ្ចឹងគេប្រជុំអចិន្ត្រៃយ៍បកគេទៀតគេរកណាមកដើម្បីធ្វើឲ្យជារដ្ឋាភិបាលរយ៉ងមួយគេគិតឃើញគេនេះកាលហ្នឹងអីប៉ែនសវណ្ណអីនៅហាណូយនៅកាលសម័យប្រមាត់កំហងអីហ្នឹងគេនេះសាយប៊ូថងនៅដាណាំងយួនកដាលគេនេះហើយហ៊ុនសែនហ្នឹងគេចាប់យកទៅនៅធូដឹករួចហើយជាស៊ីមហេងសំរឿនហ្នឹងនៅទីនេះទៅដល់ហ្នឹងបានគេប្រមូលគ្នាមកថ្ងៃ24វិច្ឆិកា1978ប្រជុំនៅនឹងធូដឹកនៅទីក្រុងព្រៃសរដើម្បីបង្កើតរណសេរីសាមគ្គីសង្គ្រោះជាតិគេដល់ពេលហ្នឹងគ្មានណាហ៊ានទៅប្រធានទេព្រោះសត្វតែមានអ្នកអត់ចេះបើឃើញហេងសំរឿនចាស់ជាងគេហ្នឹងក៏ធ្វើទៅណាបានគឺប្រធានរណសេរីសាមគ្គីសង្គ្រោះជាតិហ្នឹងវាកើតឡើងថ្ងៃ2ធ្នូ1978អាហ្នឹងគឺក្រមការចង្អុលបញ្ជារបស់យួនទាំងស្រុងហើយវាយចូលមកដល់ស្វាយរៀងដំបូងបង្កើតទៅបាន7ក្រសួងមុនគេនៅស្វាយរៀងទៀតគេនេះវាយមកទឹកតាំងចូលពីកញ្ចេះមកដល់កំពង់ចាមអាហ្នឹងគឺយុទ្ធសាស្ត្រយើងបានឃើញទាំងអស់ក្នុងរឿងដែលយួនឈ្លានពានមកលើទឹកដីខ្មែរនឹងខ្ញុំចង់បញ្ជាក់ថាតើយួនមានគុណទេឬក៏មហិច្ឆតាចិញ្ចឹមចិត្តយកទឹកដីខ្មែរអាហ្នឹងប្រកបណាស់គឺថាយួនមិនដែលមានចិត្តល្អជាមួយយើងក្នុងការយកជួយយើងទេនេះខ្ញុំជម្រាបហ្នឹងចង់បានដែលយើងគ្រប់ពេលសុខចិត្តឲ្យកូនចៅគេស្លាប់ហើយឯងរស់វាមិនដែលមានណាហើយជាតិសាសន៍ខុសគ្នាទៀតនេះណាអញ្ចឹងបានយើងចង់បញ្ជាក់ឲ្យច្បាស់ថានេះជាល្បិចកិច្ចកលរបស់គេហើយគេធ្វើឲ្យយើងដឹងគុណគេទៀតស្លាប់យើងបានយកទឹកដីយើងបានហើយឲ្យយើងដឹងគុណគេទៀតអានេះមិនមហាអស្ចារ្យគេនឹងហើយយើងឲ្យស្គាល់ពីល្បិចកិច្ចកលរបស់យួនក្នុងការគេ
យកទឹកដីរបស់យើងហើយក្រោមការដឹកនាំពី79មកធ្វើយ៉ាងម៉េចឥឡូវយើងមើលពី79មកតាមសាលារៀនគឺស្ថានសិក្សាហ៊ានទៅរៀនបារាំងអង់គ្លេសអានឹងចាត់ថ្លឹងគីឡូអាណាហ៊ានរៀនអង់គ្លេសតែជាប់គុកអស់បារាំងគេនេះឲ្យរៀនភាសាយួនភាសារុស្ស៊ីពេលនេះតើភាសាយួនភាសាអីហ្នឹងទាំងអស់ភាសាយួនភាសាបច្ចេកទេសហ៎ធ្វើអីបានស្រាវជ្រាវអីបាននេះក៏យួនបខំឲ្យយើងរៀនតែហ្នឹងហើយរៀនប្រវត្តិឲ្យដឹងគុណយួនរហូតហូជីមីញអីណាប្រវត្តិបាក់របស់វាទាំងអស់គេទេហើយដឹងភាសាយួនមិនជាភាសាបច្ចេកទេសណាបើយើងរៀនបារាំងអង់គ្លេសអានឹងភាសាបច្ចេកទេសយើងដឹងដល់រៀនចេះតែយួនមានតែស្អីមានចេះស្អីហើយបើចង់ចេះទៅរៀនពីយួនវិញអាហ្នឹងហើយគេមិនឲ្យយើងរៀនទេរៀនប្រវត្តិសាស្ត្រនិយាយរឿងជាតិឬអីអត់បានឃើញទេរហូតដល់ធ្វើឲ្យខ្មែរយើងបាក់ស្បាតតាំងសម័យខ្មែរក្រហមហ្នឹងវាមួយសាយដល់ឲ្យ79មកហ្នឹងបាក់មួយសាទៀតឃើញទេអញ្ចឹងខ្មែរម្នាក់គិតតែពីរស់រត់ទៅអីដែលគិតពីរឿងជាតិសឹងតែមិនហ៊ានគិតផងអាហ្នឹងឲ្យគេតាមដានគ្រប់បែបសពយ៉ាងទាំងអស់អានេះគឺបំបាក់ធ្វើឲ្យខ្មែរយើងខ្លោបខ្លាយរហូតដល់បាក់ស្មារតីជាជាតិខ្មែរយើងអាហ្នឹងហើយដែលខ្ញុំឃើញថាមានសំណាងហើយដោយការចលនាតស៊ូនៅជាដែនរហូតបង្ខំឲ្យទៅមានយន្តដកកងទ័ពចេញពីប្រទេសកម្ពុជាឆ្នាំ1989យើងមិនយល់ថាมันឈ្លានពានបើมันឈ្លានពានវិញអាណាដកទ័ពធ្វើអីគេនេះវាច្បាស់ណាស់អានេះឃើញតែពេលមានដកកងទ័ពអានឹងមានន័យថាឈ្លានពានប្រទេសខ្មែរយ៉ាងច្បាស់លាស់ទី1ទី2អន្តរជាតិមួយណាដែលគេមិនស្រែកថាយន្តឈ្លានពានខ្មែររួមទាំងអង្គការសហជាតិព្យួរនៅកៅអីអង្គការសហជាតិមិនទទួលស្គាល់រដ្ឋាភិបាលភ្នំពេញផងមិនមែនតែខ្មែរយើងនិយាយណាអានេះជាការពិតនៅក្នុងព្រឹត្តិការណ៍ទាំងជាតិនិងអន្តរជាតិដែលគេមើលឃើញទាំងអស់គ្នាគេយល់ថាយន្តត្រួតត្រាប្រទេសខ្មែរ 100% ហើយទស្សនវិជ្ជាពិតដែលយើងនៅគឺច្បាស់លាស់ 100% អានឹងមិនអាចប្រកែកបានទេសូមឲ្យអ្នកនយោបាយទាំងអស់និយាយការពិតទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានដឹងបានឮរឿងប្រវត្តិសាស្ត្រនេះអញ្ចឹងអ្នកប្រវត្តិសាស្ត្រដែលសរសេរពីរឿងហ្នឹងគឺសូមឲ្យសរសេរការពិតអញ្ចឹងណាដែលយើងអ្វីដែលយើងឆ្លងកាត់អ្វីដែលឃើញការពិតអញ្ចឹងនៅក្នុងការដំណាក់កាលដឹកនាំគ្រប់ជំនាញការគ្រប់មន្ទីរក្រសួងទាំងអស់រហូតបាននិយាយរហូតដល់ឥឡូវវាគឺទៅដល់បច្ចុប្បន្នដល់បច្ចុប្បន្នយូរនៅតែបញ្ចឹមចិត្តៀបហ្នឹងឥឡូវមើលការខិតខំតស៊ូរបស់ប្រជាពលរដ្ឋរបស់អ្នកតស៊ូចលនាតស៊ូនៅជាដែនគេនេះរហូតចាត់ត្រីភាគីចាត់ទុកភាគីស្អីដើម្បីបណ្ដេញយួនចេញពីស្រុកដោយចាត់ទុកថាយួនឈ្លានពានម្នាក់ស្លាប់មិនចេះតិចទេពីការអរងាយអញ្ចឹងអ្វីដែលធ្វើនៅក្នុងរបបដែលថាយួនឈ្លានពានដូចជាសន្តិសញ្ញាបអី82 83 85អីសុទ្ធតែបាត់បង់ទឹកដីរបស់យើងផ្ទុយទៅវិញពេលដែលបានមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយដែលគេតម្រូវឲ្យលុបរាល់អាសន្នសញ្ញាដែលប៉ះពាល់ដល់បូរណភាពទឹកដីមិនក៏មិនព្រមលុបមិនត្រឹមតែមិនលុបទេនាំគ្នាសុំកលុំគ្នាធ្វើអាសន្នសញ្ញាបំពេញបន្ថែម2005ហ្នឹងឲ្យទៅអាសន្នសញ្ញាខុសច្បាប់បាត់ទឹកដីហ្នឹងទៅជាស្របច្បាប់ទៀតអាហ្នឹងឯងដែលជាបញ្ហាទៅមុខអត់ចប់ទេបើដរាបណានៅតែបែបនេះនៅតែមានសន្ធិសញ្ញាបាត់ដីនេះនៅខាងក្រោយគេនៅតែមានការតវ៉ាទាមទារដដែលទេហើយខ្ញុំជម្រាបនេះមិនមែនមានន័យថាដើម្បីយកចំណេញនយោបាយអីទេព្រោះខ្ញុំមិនមែនជាប្រធានគណៈបកនយោបាយទេគឺចង់និយាយឲ្យដឹងឮទាំងអស់គ្នាបើសិនណានៅតែរបៀបនឹងទៀតការតវ៉ាតស៊ូរបស់ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនខ្មែរដែលគេសិក្សារៀនសូត្រក្រោយនេះគេនៅតែទាមទារមកវិញអញ្ចឹងព្រំដែននឹងអត់ចប់ទេបើចង់ចប់ដល់រាបណាលុបអាសន្នសញ្ញាបំពេញបន្ថែម2005នឹងចោលហើយអាសន្នសញ្ញាទាំងអស់ដែលផ្ទុយនឹងលុបចោលបងហើយបង្កើតទៅជាគណៈកម្មការឯករាជ្យមួយណាក្រមការដឹកនាំ5មហាក្សត្រអីចឹងទៅហើយរឿងមួយយកស្នើដល់កិច្ចព្រមព្រៀងក្រុងប៉ារីសអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យបានច្បាស់លាស់អានឹងបានបញ្ចប់ហើយបោះបង្គោលឲ្យទៅជាលក្ខណៈអន្តរជាតិកុំឲ្យបោះបង្គោលរវាងទ្វេភាគីខ្មែរយួនប៉ុណ្ណឹងគឺអត់ចប់ទេគឺគ្មានអាសាស្អីហើយបងអនុម័តទឹកគណៈបកម្នាក់មួយហ្នឹងគណៈបកកាលហ្នឹងខ្ញុំនៅចាំគណៈបកសំរងស៊ីក៏ដើរចេញទាំងអស់មានណាគ្រប់ត្រូលសង្គមស៊ីវិលមិនបានចូលរួមផងណានិយាយរឿងព្រំដែនជាប់គុកទាំងអស់ដូច្នេះយើងដល់ពេលហ្នឹងយកផែនទីមកទៀងទាត់ហើយយើងត្រូវតែធ្វើឡើងវិញមកដើម្បីបញ្ចប់ហើយកុំអោយដល់មានថ្ងៃក្រោយតវ៉ារឿងព្រំដែនហ្នឹងយើងធ្វើម្ដងឲ្យបញ្ចប់ទៅហើយបើយើងអត់ព្រមអញ្ចឹងទេអាសន្នសញ្ញាបាត់ដីគេនោះស្រេចបាត់ដីដែរគេនេះបាត់ទាំងអស់ពីព្រោះក្រុមប្រឹក្សាខាងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគេប្រាប់រកសន្ធិសញ្ញាណាដែលផ្ទុយពីផលប្រយោជន៍ជាតិមហិនភាពទឹកដីលុបចោលសូម្បីតឡាការគេឲ្យបង្កើតតឡាការថ្មីដែរគេមិនមែនឲ្យយកតឡាការចាស់នេះមកទេប៉ុន្តែមិនធ្វើមិនអនុវត្ត
ហើយជាពិសេសកាពុនសំពេញនេះវាចោលមកសៀតទៅទៀតណាដឹកនាំប្រទេសទៅសុំកលុំហើយចាពេលអនុម័ត2005ហ្នឹងរានរត់ទៅវិញហ្នឹងស្អីហើយមកនិយាយអីទៀតអាហ្នឹងគឺថាយើងមើលឃើញទាំងអស់គ្នាទស្សនវិជ្ជាស្រុកខ្មែរយើងដោយសារតែនយោបាយហៅថាបៃលុកបឡធ្វើមិនអីមានច្បាស់លាស់ក្នុងការផលប្រយោជន៍ជាតិគឺអត់មានធ្វើអីដើម្បីថាបង្ហាញពីការពារជាតិការពារបូរណភាពទឹកដីពិតប្រាកដអត់មាននឹងហើយខ្ញុំចង់បញ្ជាក់ជូនបងប្អូនជនរួមជាតិអំពីល្បិចកិច្ចការរបស់គេហើយរហូតដល់សពថ្ងៃនេះដូចថ្ងៃមុនថ្ងៃ28ហ្នឹងដឹកនាំទៅមើលព្រំដែនខ្ញុំដឹកនាំផ្ទាល់ណាជាមួយសម្ព័ន្ធយុវជនខ្មែរដើម្បីជាធិបតេយ្យហ្នឹងវាហ៊ានទ័ពយួនលើកគ្នាវាមកវាយយើងនៅលើទឹកដីខ្មែររបស់យើងមិនមែនយើងចូលទឹកដីគេទេវាយហើយអស់ហ្នឹងយើងមើលឃើញមានគណៈកម្មការចម្រុះយួនគេបញ្ជាឲ្យបង្កើតគណៈទៅពិនិត្យត្រួតពិនិត្យដល់ទៅត្រួតពិនិត្យដឹកនាំដោយលោកឡុងវីសាឡូរដ្ឋលេខាធិការក្រសួងការបរទេសទៅបែរជាទៅនិយាយមិនទៅមានអត់មានណាខុសណាត្រូវអាហ្នឹងវាពីខ្មែរយើងតើអត់មានខុសមានត្រូវអានេះជាមួយបរទេសឆ្លៀនពៀនវាហ៊ានវាយយើងនៅលើទឹកដីរបស់យើងរឿងអីមិនអោយយួនសុំទោសឬមួយក៏យួនទទួលខុសត្រូវក្នុងបដិហេតុហ្នឹងធ្វើឲ្យយើងមានរបួសធ្ងន់4នាក់ស្រាល2ដល់10នាក់ទៀតហើយមកឃើញមានដំបងមានបំណងមានវាយសត្វដៃគូលទៀតដំដៃគូលទៀតអាហ្នឹងឃើញច្បាស់ហើយមកវាយនៅលើទឹកដីខ្មែរទីបំផុតយើងសម្របសម្រួលខ្លួនឯងផ្ទាល់ដោយលោកឡុងវីសាឡូនេះគណៈកម្មការហ្នឹងភ្នោខ្មោចដូនតានោះទៅអត់ដល់មកឲ្យទៅផងមិននិយាយមើលអាកន្លែងហ្នឹងឲ្យគេដឹងផងអាហ្នឹងពេលហ្នឹងទៅអាខ្មោចភ្នោខ្មោចដូនតាលើយួនបញ្ជាឲ្យខុសកោះទៀតហើយឈឺចាប់ទេអាហ្នឹងទឹកដីខ្មែរដល់យើងគេទៅមើលវាទៅជារឿងបញ្ហាផ្សេងអាហ្នឹងគ្រាន់ទៅមើលហើយមិនតាន់ទាំងដល់បកគោលផងមកវាយជាបរដ្ឋខ្មែរវេប្រសង់នេះអាហ្នឹងគឺតែយើងឃើញទស្សនវិជ្ជាជាក់ស្ដែងឥឡូវដល់រឿងផែនទីរឿងផែនទីឥឡូវនេះខ្ញុំជាបលជាគំនិតដែលខ្ញុំលើកឡើងតែតែនិយាយថាយើងកំណត់ព្រំដែនមិនមែនដោយឯកតោភាគីទេយើងកំណត់ព្រំដែនរវាងយួននិងខ្មែរតែហេតុម៉េចយើងផ្ទៀងតែផែនទីរបស់យើងឆ្លុះគ្នាតែផែនទីយើង181,035ហើយពីមុនទឹកដីរបស់យើងរហូតដល់មាត់សមុទ្រដីយើងទាំងអស់ទៅហ្នឹងអាដែលកំពុងបោះបកគោនោះដីបោះបកគោដីលើដីខ្មែរនិងដីខ្មែរតាដើម្បីបែងចែកដីខ្មែរតាហើយកាលណាបោះបកគោជាប់ហ្នឹងអីដែលយើងថាកម្ពុជាក្រមអីហ្នឹងអាហ្នឹងមានន័យថាដូចយើងទទួលស្គាល់យើងឲ្យដីហ្នឹងទៅយូរអញ្ចឹងប៉ុន្តែរឿងនេះជារឿងកន្លងហើយខ្ញុំគ្រាន់តែចង់និយាយប៉ុណ្ណេះទេថាព្រោះដីខ្មែរយើងរហូតអញ្ចឹងយើងឲ្យចង់ឲ្យមានការមកគូគងគ្នារវាងផែនទីខ្មែរនិងផែនទីយួនឥឡូវពេលយួនណៃយកដីខ្មែរនោះតាំងពីណាហើយនៃមកមិនដឹងទេឥឡូវនិយាយគឺតែមុនឆ្នាំ75ចុះហើយនឹងផែនទីឥឡូវអ្វីដែលផែនទីមិនមែនឥឡូវផែនទីឥឡូវដែលតម្កល់អង្គការសហប្រជាជាតិទេថែមផែនទីពីមុនហើយនឹងផែនទីបច្ចុប្បន្នតើយួនមានផ្ទៃដីប៉ុន្មានគេណាឥឡូវមុន75ឬពេលដែលតម្កល់ទៅអង្គការសហប្រជាជាតិយកដីខ្មែរហើយណាហើយយកតម្កល់ទៅអង្គការសហប្រជាជាតិនឹងមានផ្ទៃដីប៉ុន្មានហើយឥឡូវនឹងដល់បច្ចុប្បន្ននឹងមានផ្ទៃដីប៉ុន្មានយកផែនទីនោះមកគូគងអញ្ចឹងបើពេលដែលវត្តទៅផែនទីខ្មែរ181,035ហើយវានៅសល់ដីហើយខាងយួននោះវាប៉ុណ្ណឹងហើយវានៅសល់ដីអាហ្នឹងយើងទៅគិតឡើងវិញតែបើគិតតែខ្លួនឯងម្នាក់181,035គ្រប់តែប៉ុណ្ណឹងសល់ដីប៉ុន្មានយួនយកអស់ណាពេលដីយើងទាំងអស់ហ្នឹងវាមុនហ្នឹងឃើញទេអាហ្នឹងដែលខ្ញុំសូមឲ្យគិតហ្នឹងមួយទៀតតមកថាឥឡូវ181,035យកមកគឺទៅត្រូវប៉ុន្តែអាត្រូវហ្នឹងវាបាត់ភូមិប្រមាណនេះយើងកំពុងស្រែករងថ្ងៃនេះគិតមិនគិតតវ៉ាទៀតឬក៏គិតមិនអាហ្នឹងយើងគិតទាំងអស់គ្នាឃើញទេប៉ុន្តែខ្ញុំគ្រាន់ថាវាបានជាគោលមួយល្អហើយណាខែទីរបស់អង្គការសហប្រជាជាតិហ្នឹងប៉ុន្តែយើងគួរតែគូកងឲ្យបើយួនមានចេតនាក្នុងការបង្កើតឲ្យមានព្រំដែនសន្តិភាពមួយគាត់គួរត្រូវតែមានសហការគ្នាក្នុងការគូកងផែនទីហ្នឹងដើម្បីឲ្យបានច្បាស់លាស់ឲ្យវាចប់ហើយពេលបោះបកគោលឲ្យវាច្បាស់ទាំងអស់គ្នាទៅណាមានការត្រួតពិនិត្យពីអន្តរជាតិអីមានប្រទេសខ្លះជាសាក្សីទៅវាចប់រឿងបាត់ហើយណាហើយបើនៅតែពីប្រទេសនេះឆ្លោះទីអត់មានឈប់ទេដូចកោះត្រល់នឹងមិនតន់អស់រឿងនេះនៅគេទៀមទាមកវិញដែរ
គេនឹងហើយខ្ញុំឃើញមានការចំនួនសពថ្ងៃបច្ចុប្បន្ននេះគឺកាន់តែធ្ងន់ឥឡូវស្ថានភាពកាន់តែធ្ងន់មានចាប់មានអីទៅអារឿងវប្បធម៌សន្តានានឹងវាទៅជារឿងផ្សេងទៅទៀតហើយគេណានិយាយនឹងបកស្រាយខុសគ្នារៀងខ្លួនឥឡូវនឹងម្នាក់គឺតែនឹងផ្លូវច្បាប់អានេះព្រមមិនតាន់អារឿងអីណាសន្តានាផ្សេងអានឹងនិយាយគ្នាឡើងស្ដាប់ហើយចាអីដែលសន្តានាដោះលែងមុននោះអីហៅសន្តានាបានឈានដល់ដោះលែងពីពន្ធនាគារហ្នឹងហើយដល់ឥឡូវយើងបកស្រាយយករបៀបអញ្ចឹងហ្នឹងវាទៅជារឿងហ្នឹងវាអត់ប្រយោជន៍ដដែលដូច្នេះហើយខ្ញុំកាលណាខ្ញុំក៏តែសូមអនុញ្ញាតដោយឆ្លៀតឱកាសដែលខាងទូរទស្សន៍ឯកជនប្រចាំប្រទេសបារាំងបានផ្ដល់ឱកាសក្នុងការធ្វើអត្ថាធិប្បាយជូនបងប្អូនប្រគេនប្រគុណចាស់គ្រប់អង្គបងប្អូនជនរួមជាតិនេះគឺថាសូមឲ្យជ្រាបពីរឿងហ្នឹងហើយនៅចុងក្រោយនេះខ្ញុំគណៈខ្ញុំសូមអំពាវនាវដល់បដិជគុណគុណចាស់គ្រប់អង្គបងប្អូនជនរួមជាតិទាំងអស់មេត្តារួបរวมសាមគ្គីជាតិធ្លុងមួយទាំងប្រសង់ទាំងក្រហមប្រសង់ក៏មានតួនាទីព្រោះប្រសង់ក៏ជាពលរដ្ឋរបស់ខ្មែរមិនមែនគឺបានត្រឹមឆាន់ហើយនៅសង្ងំទេណាព្រោះជាតិហៅថាជាតិទៅទុកពេលនេះជាតិមានទុកហើយជាតិទៅទុកមិនជាតិទុកជារាទុកពិសិទុកឥឡូវពេលនេះជាតិទុកជាតិទៅទុកគឺមានជាតិយើងកាត់ទុកហើយបើបរិស័ទកាត់ទុកបរិស័ទវេទនាមាតុភូមិយើងណាមាតុភូមិរបស់យើងមានទុកហើយណាសូមឲ្យទាំងប្រសង់ទាំងក្រហមនេះគឺតារួមសាមគ្គីជួយសង្គ្រោះជាតិយើងហើយជាពិសេសខ្ញុំចង់ឲ្យមានការរួបរวมខ្មែរតែមួយមិនថាខ្មែរក្រមខ្មែរលើខ្មែរកណ្ដាលខ្មែរអ៊ីស្លាមឲ្យคล้ายទៅជាខ្មែរតែមួយបានคล้ายទៅជាកម្លាំងខ្លាំងជាចរន្តជាចលករមួយខ្លាំងទប់ទល់នឹងយុទ្ធសាស្ត្ររបស់យួនបានបើយើងសាមគ្គីគ្នាបាននោះយួនមិនអាចយកទឹកដីរបស់យើងបានមិនអាចធ្វើអ្វីបានតាមចិត្តទេមិនអាចត្រួតតាយើងបានទេអញ្ចឹងហើយសូមឲ្យបងប្អូនយើងទាំងអស់គ្នារួបរวมទៅជាធ្លុងមួយឲ្យយើងប្រើពាក្យថាខ្មែរតែមួយឲ្យនៅគ្រប់ទិសទីហើយចិត្តរបស់យើងក៏អញ្ចឹងដែរណាកុំឲ្យនិយាយតែមាត់ហើយចិត្តយើងផ្សេងណាអាហ្នឹងគឺអត់បានទេគឺសូមឲ្យចិត្តរបស់យើងយ៉ាងម៉េចគឺធ្វើអញ្ចឹងទៅពីព្រោះយើងឃើញហើយប្រជាពលរដ្ឋយើងបាក់វេទនាណាស់រងទុកណាស់យើងនិយាយនេះស្រួលទេការជជែកនេះស្រួលទេប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងណាពេលដែលយើងការវិភាគការជជែកគ្នាវាការសบายចិត្តហើយប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងតែជាតិយើងកំពុងវេទនាប៉ុណ្ណាហើយទីបំផុតទៅកន្លែងខ្លះឃើញតែប្រកាន់គ្នាចុះប្រកាន់គ្នាឡើងប៉ះអញក្រុមអញគ្នាអញអានឹងគឺมันអាចចប់ទេអញ្ចឹងហើយសូមឲ្យបងប្អូនគុណម្ចាស់គ្រប់អង្គមេត្តាណាមើលទៅដល់មាតុភូមិរបស់យើងផងសេចក្តីទុក្ខវេទនារបស់យើងផងតើយើងសប្បាយចិត្តសុំកលុំត្រូវរោគ្នាតែ2 3នាក់មកក្រុមយើងមកកដាប់ទូចរបស់យើងទេឬក៏យើងមើលឲ្យទលាយដល់ជាតិរបស់យើងកំពុងវេទនាអានឹងគឺសូមឲ្យការថ្លឹងថ្លែងអញ្ចឹងហើយការខុសការលើសលួសគ្នាបន្តិចបន្តួចសូមមេត្តាកុំប្រកាន់រឿងផ្ទាល់ខ្លួនមិនសំខាន់ទេណាយើងសុខចិត្តចាញ់ម្នាក់បន្តិចចុះព្រោះជាតិយើងវេទនាណាមាតុភូមិយើងវេទនាណាអញ្ចឹងហើយមានតែការលះបង់ទាំងអស់គ្នាតម្កល់ផលប្រយោជន៍ជាតិជាធំហ្នឹងហើយបានយើងអាចរួមសាមគ្គីគ្នាបានហ្នឹងអញ្ចឹងហើយខ្ញុំកណាខ្ញុំសូមប្រគេននឹងជម្រាបជូនប៉ុណ្ណឹងថាមានតែការសាមគ្គីគ្នាជាធ្លុងមួយខ្មែរតែមួយនឹងហើយដែលយើងនាំជោគជ័យជូនជាតិយើងបានហើយជាតិយើងនឹងរឹងមាំបាទសូមអរគុណសូមអរ